សំឡមកជូរក្រាក់ពោះគោប៉ាខ្ញុំថាឈ្មោះសំឡមកជូរក្រាក់អត់ដោយសារតែវាពោះក្រាក់អញ្ចឹងមែនអត់បងប្អូនហើយមើលរូបរាងគេផងហើយថ្ងៃនេះបានចង់ភៅពិសេសបងប្អូនអើយពួកខ្ញុំគឺថាឆ្ងាញ់ដល់កហ្មងហើយជាពិសេសថ្ងៃនេះមេឃភ្លៀងរ៉ិចទៀតអញ្ចឹងតោះមកមើលណាគេចង់ភៅថ្ងៃនេះប្រុសហើយណាតែរៀបចំគ្រឿងផ្សំមកអែមរបស់គេពោះគោវិញហាន់ឡើងស្មើគ្នាស្អាតមែនតើនេះគឺជាមេចង់ភៅរបស់ខ្ទិះឆាបងប្អូនអ្នកធ្វើគ្រឿងនឹងឯងហើយគាត់ហ្នឹងក៏ជាមេជាងអ្នកធ្វើផ្ទះខ្ញុំនឹងដែរអញ្ចឹងឃើញមុខហើយណាអ្នកធ្វើផ្ទះស្អាតហ្នឹងនិយាយពីគ្រឿងខ្ទិះឆានេះវិញធ្វើម្ហូបអីក៏បានដែរណាមិនឆាបានតែស្ប៉ាហ្គាទីគ្រឿងសមុទ្រអីទេយកមកធ្វើម្ហូបឆាគ្រឿងសឡម្ជូរគ្រឿងម្ជូរក្រាក់បានទាំងអស់ដាក់មកគឺឈ្ងុយមានជាតិមែនតើហ្មងថ្ងៃនេះគឺថែមប្រហុកបន្តិចទៀតដោយសារម្ជូរពោះគោយើងថែមប្រហុកនិយាយពីពោះគោវិញគឺគាត់ស្រស់វាឲ្យរៀងផុយហើយបានយកវាមកស្ងោរពួកអីក្រផុយណាបងប្អូនហើយដាក់ឆ្នាំងខ្ជុងទៅទៀតនិយាយពីជាតិមើលអ្នកអង្គុយចាំញ៉ាំហ៎ងាយណាបានមេចុងភៅមកធ្វើម្ហូបឲ្យនេះបន្ទាប់ពីឈ្ងុយហើយក៏ដាក់គ្រឿងទេសគ្រឿងអីចូលហើយដាក់ទឹកចូលទៅងាស់តតែខាទឹកបងប្អូនគាត់ដាក់មួយកសាំងចូលទៅទៀតហើយដាក់ទាំងសបកកសាំងឲ្យកាន់តែឈ្ងុយសឡនេះគាត់ថាដាក់ទឹកច្រើនទេទឹកមកល្មមបានហើយបន្ទាប់មកថែមបន្លែចូលប្រហែលមុខនឹងឯងអូយរសជាតិឆ្ងាញ់ណាស់អញ្ចឹងបងប្អូនមានគ្រឿងខ្មែរគ្រឿងខ្ទិះឆានេះនៅផ្ទះគឺងាយស្រួលធ្វើម្ហូបបានច្រើនមុខខ្លាំងមែនតើរបៀបប្រើប្រាស់ក៏មានបិទជូនបងប្អូននៅខាងក្រោយគីឡនឹងផងដែរ1គីឡតែ25,000ឯបងប្អូនហើយគ្រឿងខ្មែរយើងគឺគ្រឿងខ្មែរសុទ្ធពិតអត់មានសារធាតុរក្សាទុកអីទេអញ្ចឹងបងប្អូនយកទៅដាក់ទូទឹកកកបាន2ខែប៉ុន្តែកុំទុកក្រៅទូទឹកកកណាដោយសារតែគ្រឿងខ្មែរយើងគឺគ្រឿងខ្មែរសក្តិសក្រូចខ្មែរយើងនឹងឯងអញ្ចឹងតើបងប្អូនទុកទូទឹកកកគឺថាឈ្ងុយធ្វើម្ហូបបាន100មុខតែម្ដងកុំឲ្យថាតលន់ខ្ទិះឆាស្ប៉ាហ្គាទីដែរពេកសាកស្លម្ជូរមួយញោមឲ្យថែមត្រីងៀតទៀតខែភ្លៀងអញ្ចឹងត្រូវមែនតើដូច្នេះហើយទិញទុកនៅផ្ទះទាំងអស់គ្នាណាបងប្អូនជាមួយនឹងគ្រឿងខ្ទិះឆាបងប្អូនដែលនៅឆ្ងាយពេកក៏ខ្ញុំអត់ទាន់ហ៊ានដាក់ឲ្យដែរដោយសារខ្លាចទៅដល់ទៅគ្រឿងនឹងអត់ល្អអញ្ចឹងណាបងប្អូនបើថាយកច្រើនយើងអាចវាយខ្លះសេតកកជួយបងប្អូនបានធានាថាគ្រឿងនេះគឺគ្រឿងខ្មែររសជាតិបែបខ្មែរធ្វើម្ហូបខ្មែរបានច្រើនមុខជាមួយសាច់ស្លម្ជូរឆាគ្រឿងក៏ត្រូវយកទៅឆាគ្រឿងសមុទ្រស្ប៉ាហ្គាទីអីក៏ត្រូវដែរមាននៅផ្ទះអញ្ចឹងទៅងាយស្រួលជាពិសេសបងប្អូនចង់ញ៉ាំខ្ទិះឆាដោយសារខ្ទិះឆាឥឡូវគឺយើងមានតែនៅសៀមរាបហើយនឹងនៅប៉ោយប៉ែតទេដោយនៅភ្នំពេញវិញគឺយើងបិទហើយអញ្ចឹងបងប្អូនទិញទុកញ៉ាំនៅផ្ទះខ្លួនឯងទៅសេដ្ឋកិច្ចឥឡូវពិបាកលក់ដូរបន្តិចអញ្ចឹងមិនដឹងពេលណាបានបរិសាខាទៀតទេទិញគ្រឿងយកទៅញ៉ាំសិនណាបងប្អូន1គីឡ25,000បើត្រីងៀតសាច់ក្រកក៏មានស្តុកដែរទិញទុកនៅផ្ទះទៅសាច់ក្រកមួយថង22,000ត្រីងៀតមួយថង20,000ពោះត្រីមួយថង25,000បើថាយក5មុខលេងមួយ pancake ក៏គឺ free ដឹកជូនបងប្អូន25ខែក្រុង